សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Sigma Studio រឿងរ៉ាវចាប់ផ្ដើមនៅព្រឹកថ្ងៃចុងសប្តាហ៍នៅពីមុខយើងមានក្មេងស្រីតូចម្នាក់ដែលកំពុងចាក់ដោយពូថៅជាសំណាងល្អនាងបានរត់គេចខ្លួនបើមិនដូច្នោះទេនាងនឹងត្រូវគេចាក់ដោយពូថៅដែកអ្នកដែលចាក់នាងគឺគ្មាននរណាក្រៅពីប្អូនស្រីមានផ្ទៃពោះរបស់នាងឈ្មោះ Sukihi ទេសម្រាប់អ្នកដែលមិនស្គាល់តួឯកនៃរឿងនេះវេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Araraki Koyomiបន្ទាប់ពីគាត់រួចផុតពីការស្ទើរតែត្រូវចាក់ដោយ Sukihi គាត់បានមកនិយាយអំពីស្នេហាគាត់បានដើរតួជា Sukihi អស់រយៈពេល100ថ្ងៃ1000ឆ្នាំប្អូនប្រុសរបស់គាត់មិនដែលសួរអំពីរឿងនេះទេពីព្រោះឥឡូវនេះគាត់ចាប់អារម្មណ៍នឹងក្មេងស្រីម្នាក់នៅក្នុងថ្នាក់រៀននាងជាប្រធានថ្នាក់ដូច្នេះគាត់ចង់ដឹងថាតើអារម្មណ៍របស់នាងចំពោះប្រធានថ្នាក់គឺជាស្នេហាឬអត់ឬដូច្នោះប្អូនស្រីរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាំងពីនាងកើតមកនាងមិនដែលឮប្អូនប្រុសរបស់នាងនិយាយអំពីស្នេហាទេប្អូនស្រីរបស់គាត់បាននិយាយថានាងនឹងពិគ្រោះជាមួយគាត់នាងបាននិយាយអ្វីៗទាំងអស់ចាប់តាំងពីចាប់ផ្ដើមឆមាសថ្មីមកគាត់ស្ទើរតែមិនបានសិក្សាសោះភ្នែករបស់គាត់តែងតែសម្លឹងមើលក្បាលថ្នាក់រៀននៅតាមផ្លូវត្រឡប់ទៅផ្ទះវិញគាត់គ្រាន់តែសម្លឹងមើលថាតើគាត់នឹងបានជួបនាយកថ្នាក់រៀនឬអត់ដោយសារតែទីក្រុងនេះមិនធំប៉ុន្មានគាត់គិតថាគាត់ប្រហែលជាបានជួបនាយកថ្នាក់រៀនដោយចៃដន្យប្អូនស្រីរបស់គាត់បាននិយាយថាវាច្បាស់ណាស់គាត់មានការងឿងឆ្ងល់វាច្បាស់ណាស់ថាវាជាស្នេហាអូអារម្មណ៍នេះដែលគេហៅថាស្នេហានេះជាលើកដំបូងហើយដែលខ្ញុំមានអារម្មណ៍បែបនេះចាប់តាំងពីខ្ញុំកើតមក Sukihi មានមិត្តប្រុសម្នាក់ដូច្នេះគាត់បានសួរ Sukihi តើអ្នកលងស្នេហ៍នឹងមិត្តប្រុសរបស់អ្នកនៅពេលណាហើយតើអ្នកចូលចិត្តអ្វីអំពីគ្រូពេទ្យនោះ Sukihi ក៏មិនដឹងដែរគាត់គ្រាន់តែដឹងថាគាត់ចូលចិត្តវាដូច្នេះគាត់ចូលចិត្តវាធ្វើឲ្យគាត់មានការភ័ន្តច្រឡំដូច្នេះគាត់បានប្រាប់ប្អូនប្រុសរបស់គាត់ឲ្យស្ងប់ចិត្តអារម្មណ៍របស់មនុស្សម្នាក់មិនមែនជាអ្វីដែលអាចពិពណ៌នាបានយ៉ាងងាយស្រួលនោះទេសរុបមកនៅពេលដែលអ្នកដឹងថាអ្នកចូលចិត្តវាអ្នកក៏ចូលចិត្តវាដែរនៅទីបញ្ចប់ពួកគេបានក្លាយជាគូស្នេហ៍ដូច្នេះវាសង្ខេបអ្វីៗគ្រប់យ៉ាងប្អូនប្រុសរបស់គាត់ដែលមានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះកំពុងមានស្នេហានៅពេលនេះមែនទេប្អូនស្រីរបស់គាត់បាននិយាយថាបាត់ឆ្លងចាយោងតាមទ្រឹស្ដីនោះដំបូងឡើយវានឹងល្អគ្មានទ្រឹស្ដីទេនេះពិតជាគួរឲ្យសោកស្ដាយណាស់ប្អូនស្រីរបស់គាត់ញញឹមប៉ុន្តែនាងមិនបាននិយាយអ្វីទាំងប៉ុន្តែនាងនឹងសង្ខេបរឿងខ្លីៗឲ្យអ្នកស្ដាប់ថាតើអារម្មណ៍នោះជាស្នេហាឬអត់ឥឡូវនេះបងប្រុសរបស់គាត់កំពុងលងស្នេហ៍ជាមួយប្រធានបន្ទប់នេះពិតជាមិនខុសទេដូច្នេះគាត់បានសួរប្អូនស្រីរបស់គាត់ម្ដងទៀតតាមពិតទៅមានអារម្មណ៍ចំពោះប្រធានបន្ទប់វាជាអារម្មណ៍ចម្លែកមួយដែលចង់កំទេចផ្លែអឺលឹករបស់អ្នកតើនេះហៅថាស្នេហាមែនទេ Sukihi ឬដូច្នោះហើយក៏ប្រញាប់បំបែកវាចោលប៉ុន្តែនេះជាអារម្មណ៍ពិតតើខ្ញុំអាចបដិសេធវាដោយរបៀបណាមិនថាពេលណាទេខួរក្បាលស្រមៃថាវានឹងកំទេចក្បាលបន្ទប់នេះជាស្នេហាមែនទេដូច្នេះប្អូនស្រីរបស់គាត់បាននិយាយថាវាតាក់ទងគ្នាបន្តិចវាជាសំណុំរងនៃស្នេហាដូច្នេះប្អូនស្រីរបស់គាត់បានរំកិលខ្លួនមកជិតគាត់យឺតអូនប្រុសរបស់គាត់ក៏ជាបរិសុទ្ធវ័យក្មេងម្នាក់ដែរប្រសិនបើអ្នកចង់ដឹងអ្នកអាចសាកល្បងកំទេចផ្លែអឺលឹករបស់គាត់ទោះបីជាវាមិនធំប៉ុន្មានក៏ដោយវាជាផ្លែអឺលឹកដូច្នេះអ្នកនឹងមិនឆ្ងល់ទេថាតើប្អូនប្រុសរបស់គាត់គ្រាន់តែចង់ប៉ះផ្លែអឺលឹកនោះទេឬក៏វាគ្រាន់តែជាប្រធានបន្ទប់វាបង្ហាញថាម្ដាយរបស់គាត់ពិតជាបានធ្វើឲ្យគាត់ឈឺចាប់ណាស់វាជាអរិយាប័ត្រកំទេចអឺលឹកដែលខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយវាមិនមែនគ្រាន់តែជាការកំទេចនោះទេម្ដាយរបស់គាត់បានច្របាច់វារហូតដល់វាផ្ទុះទោះបីជា Sukihi ងាកខ្លាំងប៉ុណ្ណាក៏ដោយគាត់មិនលែងម្រាមដៃរបស់គាត់ទេនៅទីបញ្ចប់គាត់បានលែងផ្លែអឺលឹករបស់ Sukihi ប្អូនស្រីរបស់គាត់បាននិយាយថានេះមិនមែនជាករណីនោះទេតាមពិតទៅមនុស្សដែលជាបងប្អូនប្រុសត្រូវតែនិយាយថាជាមួយនឹងផ្លែអឺលឹករបស់ប្អូនស្រីរបស់គាត់មនុស្សដែលជាបងប្អូននឹងចង់ច្របាច់គ្នាទៅវិញទៅមកវាត្រូវតែបែបនោះមែនទេដូច្នេះគាត់បាននិយាយថាសូមអភ័យទោសខ្ញុំមិនមែនជាមនុស្សបែបនោះទេប្អូនស្រីរបស់គាត់បានសន្និដ្ឋានថាប្អូនប្រុសរបស់គាត់គ្រាន់តែចូលមកព្រោះគាត់ចង់ដឹងនិងឃើញវាជាធម្មជាតិរបស់បុរសវ័យក្មេងនៅអាយុនេះចង់ដឹងនិងឃើញអ្វីៗគ្រប់យ៉ាងប៉ុន្តែវាអាចធ្វើទៅបានតែក្នុងការស្រមើសម័យប៉ុណ្ណោះបើគាត់មិនអនុញ្ញាតទេគាត់គ្មានសិទ្ធិធ្វើដូច្នោះទេលុះត្រាតែគាត់អនុញ្ញាតបន្ទាប់ពីនិយាយជាមួយ Sukihi រួចគាត់បានដើរចុះទៅជាន់ក្រោមគាត់បានជួបបងស្រីកណ្ដាលរបស់គាត់ដែលទើបតែរត់ចេញពីកន្លែងហាត់ប្រាណគាត់បែកញើសយ៉ាងខ្លាំងភ្លៀងកំពុងធ្លាក់នៅខាងក្រៅប៉ុន្តែពេលគាត់ទៅមើលមេឃនៅតែស្រឡះបងស្រីកណ្ដាលរបស់គាត់ទើបតែរត់ចេញពីកន្លែងហាត់ប្រាណនាងឈ្មោះ Kalen នាងគឺជាបងស្រីកណ្ដាលរបស់តួអង្គសំខាន់ Kalen ទើបតែរត់ម៉ារ៉ាតុងចម្ងាយមិនឆ្ងាយប៉ុន្មានទេបើរាប់វាវិញវាមានចម្ងាយប្រហែល 40000 គីឡូម៉ែត្រតួអង្គសំខាន់គឺខ្វាក់ភ្នែក 40000 គីឡូម៉ែត្រគាត់មិនបានទៅកន្លែងហាត់ប្រាណផងប៉ុន្តែឥឡូវនេះ Kalen ហត់នឿយខ្លាំងណាស់ដូច្នេះគាត់បានទៅផឹកទឹកមុនទិដ្ឋភាពនៃការផឹកទឹកគឺដូចជាអូហើយផ្ទះនេះហាក់ដូចជាបើកចំហសម្រាប់សាធារណជនព្រោះផ្ទះនេះបានផ្លាស់ប្ដូរសម្លៀកបំពាក់បែបនេះប៉ុន្តែ Kalen គឺជាប្អូនស្រីដែលគាត់បានឃើញតាំងពីគាត់កើតមកដូច្នេះគាត់មិនបានគិតពីនាងទេដូច្នេះគាត់ក៏ជិះកង់ចេញពីផ្ទះដោយចៃដន្យគាត់បានឃើញនរណាម្នាក់ដើរកាត់មើលរាងចង្កេះរួមជាមួយនឹងសក់ដែលមានស្បែកដូចឆ្មាវាមិនមែនជារបស់នរណាម្នាក់ឡើយគាត់ប្រញាប់ទៅស្វាគមន៍នាងបែរមកមើលគាត់វិញពេលដឹងថាគាត់ជាតួអង្គសំខាន់គាត់ក៏ប្រញាប់រត់ទៅរកនាងជាការពិតណាស់នាងមិនមែនជានរណាម្នាក់ទេវ៉ែនតាគឺល្អបំផុតរូបរាងឆ្មាដូច Hanekawa ខ្ញុំកាន់តែឃើញ Hanekawa ស្វាគមន៍ខ្ញុំបែបនេះខ្ញុំកាន់តែមានទំនុកចិត្តខ្ញុំពិតជាចូលចិត្តនាងណាស់ប៉ុន្តែនៅពេលដែលគាត់បានជួប Kalen អ្វីដែលគាត់បានធ្វើចំពោះ Hanekawa ក្នុងជីវិតពិតគឺគួរឲ្យស្អប់ខ្ពើមណាស់ Hanekawa មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិននឹកស្មានថាគាត់នឹងធ្វើបែបនេះទេពីព្រោះអ្វីដែលគាត់បានធ្វើគឺទាត់នាងបន្ទាប់ពីនោះ Hanekawa បានទះកំភ្លៀងគាត់ប៉ុន្តែនោះជាផែនការមួយផ្សេងទៀតព្រោះមុំនៃការធ្លាក់គឺគួរឲ្យខ្លាចណាស់ប៉ុន្តែ Hanekawa ហាក់ដូចជាមិនខ្វល់ពីវាទាល់តែសោះព្រោះគាត់ដឹងថាគ្រូពេទ្យម្នាក់នេះចូលចិត្តលេងសើច
បន្ទាប់ពីនោះគាត់បានចេញទៅលេងជាមួយហានេកាវ៉ាក្នុងពេលជាមួយគ្នានេះគាត់បានប្រាប់ហានេកាវ៉ាអំពីប្អូនស្រីរបស់គាត់ដែលមានអាការៈឈឺក្បាលដូច្នេះនាងបាននិយាយថានាងមិនដឹងពីរបៀបបញ្ឆោតអារម្មណ៍នោះទេពីព្រោះនាងជាកូនតែម្នាក់គត់ប៉ុន្តែទោះបីជានាងនិយាយថានាងជាកូនតែម្នាក់គត់ក៏ដោយតាមពិតនាងមិនមានគ្រួសារទេដូច្នេះនាងមានការងឿងឆ្ងល់តើនាងអាចគ្មានគ្រួសារដោយរបៀបណាមនុស្សត្រូវកើតចេញពីឪពុកនិងម្ដាយប៉ុន្តែនាងនៅតែទទូចនាងមិនមានឪពុកឬម្ដាយទេនាងមិនមានឪពុកម្ដាយឬបងប្អូនបង្កើតទេដូច្នេះនាងមិនបានសួរអ្វីទាំងអស់នាងគ្រាន់តែដើរជាមួយនាងដូច្នេះហានេកាវ៉ាបានបញ្យល់នាងថាឥឡូវនេះនៅក្នុងផ្ទះរបស់អ្នកឪពុកដែលអ្នករស់នៅជាមួយមិនមែនជាឪពុកពិតទេហើយម្ដាយដែលអ្នករស់នៅជាមួយក៏មិនមែនជាម្ដាយពិតដែរសរុបមកមនុស្សទាំង3នាក់ដែលរស់នៅក្នុងផ្ទះតែមួយឥឡូវនេះលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយដូច្នេះនាងបានសួរចាប់តាំងពីពួកគេបានជួបគ្នាមកតើមានអ្វីកើតឡើងចំពោះមុខរបួសនៅលើមុខរបស់នាងហានេកាវ៉ាចង់ដឹងចង់ឃើញហេតុអ្វីបានជាអ្នកសួរដូច្នេះនាងបានសន្យាជាមួយនាងប្រសិនបើនាងយល់ព្រមនាងនឹងមិនប្រាប់អ្នកណាទេដូច្នេះនាងបានបញ្យល់នាងមុខរបួសនៅលើថ្ពាល់របស់នាងត្រូវបានទះកំភ្លៀងដោយឪពុកដែលរស់នៅជាមួយនាងឥឡូវនេះពេលនាងលើការពិតបែបនេះរឿងបែបនេះលែងជារឿងកំ pl ែងទៀតហើយដូច្នេះនាងចង់តាក់ទងមកជួយដោះស្រាយបញ្ហានេះហានេកាវ៉ាបាននិយាយថាវាជាការសន្យាមួយគ្រាន់តែស្ដាប់គឺគ្រប់គ្រាន់ហើយអ្នកមិនចាំបាច់តាក់ទងមកជួយទេបើអ្នកគ្រាន់តែនៅស្ងៀមនាងនឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នកទោះឯស្រីបានលើដូច្នោះហើយមានការភ្ញាក់ផ្អើលអ្វីៗគ្រប់យ៉ាងតើខ្ញុំគួរធ្វើអ្វីតើខ្ញុំគួរធ្វើអ្វីដើម្បីឲ្យវាមានតម្លៃឱកាសបែបនេះមិនកើតឡើងញឹកញាប់ទេវាពិតជាឈួតណាស់នៅទីបញ្ចប់វាអាស្រ័យលើខ្ញុំដូច្នេះហានេកាវ៉ាបានប្រមាននាងមុនពេលនាងគិតច្រើនពេកអារ៉ារ៉ាគីគុនអ្នកមិនមែនជាមនុស្សចិត្តល្អទេឬខ្ញុំមិនមែនជាអារ៉ារ៉ាគីគុនទេខ្ញុំគ្រាន់តែជាបុរសម្នាក់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើនប៉ុណ្ណោះហើយឥឡូវនេះខ្ញុំនឹងជ្រើសរើសអ្វីដែលខ្ញុំចង់ធ្វើបំផុតក្នុងជីវិតរបស់ខ្ញុំហានេកាវ៉ាបាននិយាយថាមែនហើយបញ្ញាប់ឡើងហើយនិយាយវាតើអ្នកចង់បានអ្វីបើដូច្នោះមែនតើអ្នកអាចទៅច្រកទ្វារមុនបានទេគ្មាននរណាម្នាក់នៅទីនោះទេហានេកាវ៉ាបាននិយាយថាមែនហើយធ្វើអ្វីដែលអ្នកចង់ធ្វើបន្ទាប់មកហានេកាវ៉ាបានរត់ទៅច្រកទ្វារពេលពួកគេទាំងពីរមកដល់ច្រកទ្វារវីរៈបុរសបានសម្លឹងមើលហានេកាវ៉ាដូច្នេះនាងបានសួរដោយចង់ដឹងចង់ឃើញថាតើអ្នកចង់បានអ្វីហេតុអ្វីបានជាអ្នកមិននិយាយវាឲ្យច្បាស់លាស់ភ្លាមនោះនាងបានយកវាមកបង្ហាញដល់ភ្នែករបស់មនុស្សបែបនេះអ្នកពិតជាចិត្តល្អមែនហានេកាវ៉ាអ្វីដែលខ្ញុំចង់បានខ្ញុំនឹងប្រាប់នាងឲ្យអ្នកដឹងនៅក្រោមគម្របថ្ពាល់របស់អ្នកតើខ្ញុំអាចលិតមុខរបួសរបស់អ្នកបានទេនៅទីបញ្ចប់អ្វីដែលគាត់បានសួរហានេកាវ៉ាគឺគ្រាន់តែចង់ដឹងថាមុខរបួសថ្ពាល់របស់អ្នកយ៉ាងម៉េចដែរទោះបីជាហានេកាវ៉ាត្រូវបានគេទះកំភ្លៀងពិតប្រាកដក៏ដោយក៏វាបានបង្ហាញថានាងមិនមានរបួសអ្វីនៅសល់នោះទេមូលហេតុគឺដោយសារតែនាងធ្លាប់ទៅធ្វើតេស្តឈាមពីតួឯកនៅក្នុងវគ្គចុងក្រោយហានេកាវ៉ាស្ទើរតែស្លាប់វីរៈបុរសបានមកធ្វើតេស្តឈាមឲ្យនាងនៅពេលនោះនាងបានឆ្លងឈាមពិតរបស់បិសាចជញ្ជក់ឈាមដូច្នេះទោះបីជានាងមិនមែនជាបិសាចជញ្ជក់ឈាមក៏ដោយក៏នៅតែមានឈាមរបស់វីរៈបុរសនៅលើខ្លួនរបស់នាងដូច្នេះនាងអាចព្យាបាលរបួសរបស់នាងដោយស្វ័យប្រវត្តិពេលនាងត្រឡប់មកផ្ទះវិញនាងបានឃើញការិនកំពុងហាត់ប្រាណនាងបានសួរគាត់ថាចូលចេញទៅមើលក្មេងស្រីនៅមុខបន្ទប់នោះស៊ូគីហ៊ីបានប្រាប់គាត់គ្រប់យ៉ាងប៉ុន្តែគាត់ហាក់ដូចជាមិនខ្វល់ពីអ្វីដែលនាងនិយាយនោះទេនៅយប់នោះនាងបានមកអគារដែលគេបោះបង់ចោលដើម្បីជួបគីតស្កុតក្នុងទម្រង់ជាឡូលីប៉ុន្តែឥឡូវនេះវីរៈបុរសបានដាក់ឈ្មោះថ្មីឲ្យនាងឥឡូវនេះឈ្មោះរបស់នាងគឺស៊ីណូប៊ូបន្ទាប់មកនាងបានបើកករបស់នាងពីព្រោះនាងត្រូវបង្ខំឲ្យស៊ីណូប៊ូបឺតឈាមនាងរាល់យប់បន្ទាប់មកស៊ីណូប៊ូបានលោតចុះដោយរាល់ដងប៉ុន្តែលើកនេះនាងត្រូវបានទាញដោយអ្វីមួយដែលនាងបានទិញនាងបានព្យាយាមលោតចេញពីទ្រុងដើម្បីរកអ្វីដែលនៅទីនោះនៅក្នុងភ្នែករបស់នាងវាច្បាស់ណាស់ថាជាកំភ្លើងដូច្នេះនាងបានបោះវាត្រឡប់ទៅកន្លែងដែលវានៅវិញនាងបានធ្វើឲ្យក្បាលរបស់ Shinobu បុកនឹងបង្គោលភ្លើងវាមើលទៅដូចជាក្មេងស្រី Powerpuff នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះនាងក៏ទៅចាប់វាប៉ុន្តែនាងបានកាត់ដៃរបស់នាងចេញបន្ទាប់មកនាងបានរើសអ្វីដែលនាងបានយកមកដែលជាប្រអប់នំដូណាត់មួយដូច្នេះនាងបានព្យាយាមសាកល្បងវានាងបានឲ្យដុំមួយទៅ Shinobu នាងបានខាំវាពីដៃនាងភ្លាមហើយវាហាក់ដូចជាមួយដុំមិនគ្រប់គ្រាន់ទេខណៈពេលដែលនាងហៀបនឹងខាំប្រអប់នោះវាបានរត់គេចខ្លួនភ្នែករបស់នាងមិនពេញចិត្តទេដូច្នេះនាងបានបញ្ជាឲ្យគាត់អង្គុយចុះ Shinobu បានធ្វើតាមបញ្ជារបស់នាងដូច្នេះគាត់បានដាក់វានៅលើឥដ្ឋគាត់បានប្រាប់នាងឲ្យរងចាំរហូតដល់គាត់ទទួលបានបញ្ជាប៉ុន្តែមុននោះគាត់បានសុំដៃនាងក៏យល់ព្រមធ្វើវាពេលគាត់ទទួលបានការបញ្ជាទិញនាងបានញ៉ាំវាភ្លាមបន្ទាប់ពីញ៉ាំរួចនាងបានបោះអ្វីមួយចោលវាជាក្រដាសមួយសន្លឹកដែលគ្របលើនំដូណាត់ដូច្នេះគាត់បាននិយាយថាគាត់បានទិញនំដូណាត់ឲ្យជើតប៉ុន្តែភ្នែករបស់ Shinobu សពន់យ៉ាងខ្លាំងពេលគាត់មិនឲ្យនាងញ៉ាំនាងក៏អង្គុយចុះលើឥដ្ឋនាងបានខ្លាចជាក្មេងស្រីបិសាចជញ្ជក់ឈាមតូចស្ងប់ស្ងាត់ម្នាក់តាមពិតទៅនាងមិនមានអារម្មណ៍ល្អទេព្រោះ Shinobu គ្មានការចងចាំអ្វីនៅសល់ទេនាងគ្រាន់តែជាបិសាចជញ្ជក់ឈាមជាន់ខ្ពស់ម្នាក់ឥឡូវនេះនាងគ្រាន់តែជាបិសាចជញ្ជក់ឈាមឯកោម្នាក់នាងធ្លាប់ជាបិសាចជញ្ជក់ឈាមដ៏ថ្លៃថ្នូរយ៉ាងណាក៏ដោយនាងបានឲ្យប្រអប់ទាំងមូលទៅគាត់នាងគ្រាន់តែសុំឲ្យ Shinobu ងាកមក3ដងបន្ទាប់មកនាងបានក្រោកឈរឡើងហើយធ្វើវាឲ្យបានសម្រេចពេលនាងងាកមកនាងក៏មើលប្រអប់ដូណាត់វាជាភ្នែកមួយដែលមើលទៅដូចជាវាកំពុងផ្ញើរបស់មូលនោះមកខ្ញុំដូច្នេះហើយនាងក៏ប្រគល់ប្រអប់ទាំងមូលទៅឲ្យ Shinobuពេលនាងទទួលបានសញ្ញាឲ្យញ៉ាំនាងក៏ញ៉ាំអស់បន្ទាប់មកនាងក៏ញ៉ាំដោយមិននិយាយអ្វីទាំងអស់ពេល Shinobu ញ៉ាំរួចនាងក៏ត្រឡប់មករកជើតវិញជើតបានសួរនាងថាតើអ្នកសុខសប្បាយជាទេឥឡូវនេះនាងបាននិយាយថានាងសុខសប្បាយជាទេនៅពេលរសៀលជើតនៅតែនិយាយជាមួយនាងបន្ទាប់ពីនិយាយគ្នានៅពេលរសៀលខណៈពេលកំពុងដើរត្រឡប់ទៅផ្ទះជាមួយហានេកាវ៉ាគាត់បានជួបឆ្មាពណ៌សក់មួយក្បាលដេកនៅកណ្ដាលផ្លូវគាត់បានរកឃើញថាឆ្មានោះបានងាប់ហើយដូច្នេះគាត់បានទៅជួយហានេកាវ៉ាបញ្ជាឆ្មាជើតឮដូច្នោះក៏ក្រោកឈរ
គាត់បានសុំការបញ្ជាក់វាមិនមែនមានន័យថាឆ្មានោះជាឆ្មាពណ៌ប្រាក់នោះទេវាពិតជាដូច្នោះមែនវាជាឆ្មាពណ៌ប្រាក់ជឿគិតថាគាត់កំពុងជួបបញ្ហាឆ្មាពណ៌ប្រាក់គឺជាសត្វមួយប្រភេទដែលតាក់ទាញមនុស្សឲ្យមកនឹងទៅគាត់បានប្រាប់ហានេកាវ៉ាថាប្រសិនបើគាត់ជួយហានេកាវ៉ាគាត់នឹងនៅតែមកដល់ទាន់ពេលជើតបានប្រាប់គាត់ឲ្យប្រាប់គាត់ថាឆ្មានោះនៅឯណាភារកិច្ចរបស់គាត់នៅពេលនោះគឺស្វែងរកហានេកាវ៉ាពេលគាត់ទទួលបានបញ្ជាពីជើតគាត់បានជិះកង់ទៅរកនាងវាយប់ជ្រៅហើយដូច្នេះផ្លូវក៏ស្ងាត់ចង្ងំគាត់បានជិះកង់មួយសន្ទុះតាមផ្លូវភ្លើងមុខម៉ូតូរបស់គាត់ភ្លឹបផ្លែតពេលឃើញនរណាម្នាក់ដូច្នេះគាត់ក៏សម្រេចចិត្តប្រញាប់ដើរតាមគាត់ពេលគាត់មកដល់គាត់បានជួបនឹងហានេកាវ៉ាទោះបីជារាងកាយរបស់នាងជារបស់នាងក៏ដោយក៏មុខរបស់នាងមិនមែនជារបស់នាងដែរមុខពណ៌សក់និងភ្នែករបស់នាងមិនមែនជារបស់ហានេកាវ៉ាទាល់តែសោះពេលឆ្មាឃើញជើតវិចវាជាវាស្គាល់នាងច្បាស់បន្ទាប់មកគាត់បានគប់នរណាម្នាក់ដែលគាត់កំពុងកាន់មកឲ្យគាត់វាបានបង្ហាញថាជាឪពុកនិងម្ដាយរបស់ហានេកាវ៉ាឆ្មាបាននិយាយថាអ្វីក៏ដោយដែលវាចង់ធ្វើជាមួយសាកសពទាំងពីរនោះវាអាចធ្វើបានគាត់អាចបញ្ជាឲ្យសម្លាប់ពួកវាបានបន្ទាប់មកឆ្មាក៏ដើរចេញទៅដូច្នេះគាត់ប្រញាប់បញ្ឈប់វាឆ្មានោះបែរមកភ្លាមហើយនិយាយថាតើអ្នកបានប្រាប់ខ្ញុំឲ្យឈប់មែនទេទោះបីជាអ្នកអាចបញ្ជាម្ចាស់ស្រីរបស់ខ្ញុំបានក៏ដោយកុំប្រញាប់បញ្ជាឲ្យខ្ញុំសម្លាប់មនុស្សវណ្ណៈទាបបន្ទាប់មកនាងបានលោតចូលទៅហើយរកគាត់យ៉ាងលឿនបន្ទាប់មកនាងបានខំដៃរបស់គាត់ភ្លាមមានពេលមួយដៃរបស់គាត់រហែកគាត់អាចត្រឹមតែអង្រួនខ្លួនហើយសម្លឹងមើលនាងដែលជាឈាមរបស់គាត់នេះជាចម្លើយជំនួសឲ្យការប្រាប់ខ្ញុំឲ្យឈប់រឿងនេះពិតជារញ៉េរញ៉ៃណាស់ប៉ុន្តែវាឈឺចាប់ខ្លាំងណាស់ដែលមិនអាចប្រៀបធៀបទៅនឹងការឈឺចាប់របស់ម្ចាស់ស្រីរបស់វាបានហើយគ្រប់ពេលដែលគាត់និយាយជាមួយឆ្មាគាត់និយាយតែអំពីម្ចាស់ស្រីរបស់វាប៉ុណ្ណោះដូច្នេះគាត់ស្មានថាម្ចាស់ស្រីរបស់គាត់នឹងមានន័យថាហានេកាវ៉ាបន្ទាប់មកឆ្មានោះបានលោតចេញហើយប្រកាសប្រាប់វាថាភាពតានតឹងរបស់ម្ចាស់ស្រីរបស់វានឹងត្រូវបានវាបន្ធូរបន្ថយបន្ទាប់មកវាបានត្រឡប់ទៅព្យាបាលរបួសរបស់វាជាមួយស៊ីណូបូពីព្រោះកាលណាវានៅឆ្ងាយពីនាងកម្លាំងស្ដារឡើងវិញរបស់វានឹងថយចុះពេលរបួសរបស់គាត់បានជាសះស្បើយស៊ីណូបូបានត្រឡប់ទៅអង្គុយវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឆ្មានោះបានមកដល់ចំណុចនេះវាមានន័យថាឆ្មានៅពីមុខបន្ទប់របស់គាត់បានប្រែក្លាយទៅជាអ្នកនិយាយឆ្មានៅពាក់កណ្ដាលអាធ្រាត្រគាត់បានលួចចូលទៅក្នុងផ្ទះរបស់ហានេកាវ៉ាហើយរងចាំម្ចាស់ស្រីរបស់គាត់លោតចេញពីបង្អួចពេលគាត់ដឹងថាគ្មាននរណាម្នាក់នៅផ្ទះគាត់ក៏ប្រញាប់ឡើងចូលទៅក្នុងផ្ទះរបស់នាងដើម្បីបង្ហាញអាថ៌កំបាំងនៃអ្វីដែលហានេកាវ៉ាកំពុងតានតឹងពេលគាត់ដឹងការពិតគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប្រញាប់ដោះកង់របស់គាត់ចេញហើយត្រឡប់ទៅផ្ទះវិញពេលគាត់ត្រឡប់មកផ្ទះវិញគាត់បានឃើញស៊ូគីហ៊ីកំពុងស្លៀកពាក់ឲ្យនាងគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់លោតចូលទៅក្នុងអោបនាងគាត់គ្រាន់តែចង់បាននរណាម្នាក់លួងលោមគាត់និងធ្វើឲ្យគាត់ស្ងប់ចិត្តអ្វីដែលគាត់បានឃើញនៅក្នុងផ្ទះរបស់ហានេកាវ៉ាគឺថាគ្មានកន្លែងសម្រាប់នាងទាល់តែសោះអស់រយៈពេលជាង10ឆ្នាំមកនេះនាងរស់នៅក្នុងបន្ទប់ទទេរមួយជាកន្លែងសម្រាប់ធ្វើការងារផ្ទះឬសកម្មភាពផ្សេងទៀតកន្លែងដែលនាងបដូរសម្លៀកបំពាក់គឺជាបន្ទប់ទឹកពេលនាងគេងនាងដេកនៅចំកណ្ដាលជណ្ដើរទោះបីជានាងរស់នៅក្នុងផ្ទះផ្ទាល់ខ្លួនក៏ដោយវាហាក់ដូចជាគ្មានកន្លែងសម្រាប់នាងទេវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលហេតុអ្វីបានជានាងតានតឹងខ្លាំងម្ល៉េះទំនាក់ទំនងគ្រួសាររបស់ហានេកាវ៉ាគឺដូចនេះខ្ញុំនឹងបញ្យល់អ្នកហានេកាវ៉ាគឺជាតារាសម្ដែងស្រីឈានមុខគេម្នាក់ប៉ុន្តែនាងមានម្ដាយពិតនិងឪពុកពិតបែបនេះមិនថាមានហេតុផលអ្វីក៏ដោយឪពុករបស់នាងប្រហែលជាបានស្លាប់ឬពួកគេបានលែងលះគ្នាខ្ញុំមិនដឹងទេប៉ុន្តែវាបានបង្ហាញថាឪពុកពិតរបស់នាងបានបាត់ខ្លួនពីជីវិតម្ដាយនិងពីរាងកាយរបស់នាងបន្ទាប់មកនៅពេលដែលហានេកាវ៉ាមានអាយុប្រហែល1ឆ្នាំម្ដាយរបស់នាងបានជួបឪពុកថ្មីរបស់នាងនេះជាឪពុកថ្មីរបស់នាងដំបូងឡើយពួកគេជាគ្រួសារដ៏មានសុភមង្គលរហូតដល់ម្ដាយរបស់នាងបានទទួលមរណភាពវាបានបង្ហាញថាហានេកាវ៉ាត្រូវរស់នៅជាមួយឪពុកថ្មីរបស់នាងបន្ទាប់មកឪពុកថ្មីរបស់នាងមានម្ដាយថ្មីរបស់នាងវាមិនច្រឡំទេមែនទេដូច្នេះវាបានបង្ហាញថាហានេកាវ៉ាត្រូវរស់នៅជាមួយឪពុកថ្មីនិងម្ដាយថ្មីរបស់នាងមិនមែនជាឈាមពិតរបស់នាងទេជាការពិតណាស់ឪពុកថ្មីរបស់នាងរស់នៅជាមួយនាងត្រឹមតែ2-3ឆ្នាំប៉ុណ្ណោះពួកគេមិនមានទំនាក់ទំនងជិតស្និទ្ធឬមានទំនាក់ទំនងរឹងមាំនោះទេដូច្នេះអ្នកទាំងពីរបានព្យាយាមកម្ចាត់ហានេកាវ៉ាដោយសារគាត់មិនមែនជាកូនប្រុសពិតរបស់នាងហេតុអ្វីបានជានាងត្រូវមើលថែគាត់ដូច្នេះឪពុកថ្មីរបស់នាងនិងម្ដាយថ្មីរបស់នាងបានព្យាយាមបង្ខំនាងឲ្យក្លាយជាអ្នកបង្កបញ្ហាក្នុងករណីដែលនាងរត់ចេញពីផ្ទះតែម្នាក់ឯងនាងមិនចាំបាច់ក្លាយជាអ្នកបង្កបញ្ហាហើយបោះបង់ចោលកូននោះទេប៉ុន្តែនាងនឹងក្លាយជាអ្នកបង្កបញ្ហាដោយហានេកាវ៉ាដែលរត់ចេញពីផ្ទះប៉ុន្តែដោយដែលយើងដឹងស្រាប់ហើយថាហានេកាវ៉ាមិនបានរត់គេចខ្លួនទេនាងបានស្នាក់នៅក្នុងក្បាលរបស់ហានេកាវ៉ាគាត់មិនបានប្រាប់អូនស្រីរបស់គាត់អំពីរឿងនេះទេស៊ូគីហ៊ីឃើញថាបងប្រុសរបស់នាងជាមនុស្សបង្កបញ្ហាដូច្នេះនាងបានទៅជួបគាត់បងស្រីរបស់គាត់បានព្យាយាមសួរគាត់ថាមានអ្វីកើតឡើងនាងមិនចង់ប្រាប់គាត់ទេប៉ុន្តែស៊ូគីហ៊ីមិនអាចបញ្ឈប់នាងបានទេនាងភ័យខ្លាចខ្លាំងណាស់រហូតដល់ខ្លាចឆ្មាអារក្សដូច្នេះហើយនាងចង់ឲ្យពួកគេទាំងពីរដេកជាមួយគ្នាស៊ូគីហ៊ីរំភើបចិត្តយ៉ាងខ្លាំងពេលឮដូច្នោះយើងទាំង3នាក់មិនបានដេកជាមួយគ្នាយូរហើយដូច្នេះចូលយើងដេកជាមួយគ្នាយប់នេះប៉ុន្តែហេខ្ញុំមិនអាចដេកជាមួយប្អូនប្រុសរបស់ខ្ញុំបែបនោះបានទេប្អូនស្រីរបស់គាត់បានព្យាយាមបញ្ឈប់គាត់ដូច្នេះគាត់បានអោនចុះទេគាត់បានអោនចុះហើយលើកនាងឡើងវានឹងមានគ្រោះថ្នាក់ដូច្នេះគាត់អាចគេចវេះរឿងរបស់ហានេកាវ៉ាបានដូច្នេះពួកគេទាំង3នាក់បានដេកជាមួយគ្នានៅលើគ្រែតែមួយនៅយប់នោះប៉ុន្តែគាត់ជាមនុស្សពេញវ័យតើគាត់អាចដេកជាមួយប្អូនស្រីរបស់គាត់ដោយរបៀបណាដូច្នេះមានរឿងចម្លែកមួយបានកើតឡើងនៅថ្ងៃបន្ទាប់គាត់បានមកជួបជើតប៉ុន្តែជើតមើលទៅមិនស្អាតទេជើតបានប្រយុទ្ធជាមួយឆ្មាអារក្សប៉ុន្តែគាត់មើលទៅមិនដូចជាចាញ់ទេប៉ុន្តែជើតមិនចង់ឲ្យហានេកាវ៉ាដេកជាមួយគាត់ទេប្រសិនបើគាត់អនុញ្ញាតឲ្យហានេកាវ៉ាដេកជាមួយឆ្មាអារក្សហានេកាវ៉ានឹងត្រូវជាប់អន្ទាក់ដូច្នេះនៅចុងសប្តាហ៍គាត់បានមកសាលារៀនហើយអង្គុយលើតុរបស់ហានេកាវ៉ាគាត់
បានដាក់មុខរបស់គាត់នៅលើតុរបស់ហានេកាគាត់គិតថាហានេកាវ៉ាកាន់សិភៅកត់ត្រារបស់គាត់ពេលគាត់សរសេរសិភៅបន្ទាប់មកគាត់គ្រាន់តែដេកចុះបន្ទាប់មកគាត់បានលឺនរណាម្នាក់និយាយថាគាត់ឈឺធ្ងន់វាជាសម្លេងរបស់ឆ្មាអារក្សដែលដេកលើតុរបស់ហានេកាវ៉ានៅពីមុខក្តារខៀនពេលឃើញមុខវាភ្លាមវាបានសួរវាដោយផ្ទាល់តើអ្នកចង់បានអ្វីពីហានេកាវ៉ាឆ្មាអារក្សបានបញ្យល់វាមិនមែនមានន័យថាវាអាចធ្វើអ្វីនរណាម្នាក់បាននោះទេប៉ុន្តែឆ្មាអារក្សអាចបង្ហាញខ្លួនបែបនេះដោយសារតែវាតានតឹងខ្លាំងរហូតដល់ទ្រាំមិនបាននៅពេលដែលភាពតានតឹងឡើងដល់កម្រិតកំពូលឆ្មាអារក្សនឹងបង្ហាញខ្លួនចេញទៅលេងក្នុងភាពវឹកវរនាពេលយប់វានឹងធ្វើឲ្យឆ្មាអារក្សមិនសូវមានភាពតានតឹងនៅពេលដែលឆ្មាអារក្សសឹកប្រាប់សាកសពរបស់ហានេកាវ៉ាវាធ្វើឲ្យឆ្មាអារក្សដឹងពីភាពតានតឹងនៃរាងកាយរបស់ឆ្មាអារក្សដឹងថាផ្ទះដែលហានេកាវ៉ារស់នៅគឺជាឋាននរកដូច្នេះនៅពេលដែលឆ្មាអារក្សលេចឡើងវាគ្រាន់តែជួយកាត់បន្ថយភាពតានតឹងរបស់ហានេកាវ៉ាប៉ុណ្ណោះឆ្មាអារក្សក៏បានដឹងដែរថាឆ្មាអារក្សពិតជាព្រួយបារម្ភអំពីរាងកាយរបស់ឆ្មាអារក្សដូច្នេះឆ្មាអារក្សបានប្រាប់ឆ្មាអារក្សកុំឲ្យមករំខានគាត់ដំណើរកំសាន្តពេលយប់របស់ឆ្មាអារក្សគឺល្អសម្រាប់តែហានេកាវ៉ាប៉ុណ្ណោះដូច្នេះឆ្មាអារក្សបានសួរឆ្មាអារក្សថាតើគ្មានអ្វីដែលអាចជួយហានេកាវ៉ាឬហានេកាវ៉ាបានទេឆ្មាអារក្សបានឮដូច្នោះហើយមិនបាននិយាយអ្វីទាំងអស់គាត់គ្រាន់តែប្រាប់ឆ្មាអារក្សថាគាត់មិនមានបំណងធ្វើបាបអ្នកណាម្នាក់ទេប្រសិនបើអ្នកគិតអំពីវាប្រសិនបើឆ្មាអារក្សពិតជាចង់ធ្វើបាបអ្នកណាម្នាក់ដើម្បីភាពសប្បាយរីករាយមែនឆ្មាអារក្សនឹងមិនមានឱកាសនិយាយជាមួយឆ្មាអារក្សបែបនេះទេឆ្មាអារក្សនឹងបានចាកចេញពីឆ្មាអារក្សជាយូរមកហើយដូច្នេះឆ្មាអារក្សបានចាកចេញពីសាលារៀនមុនពេលចាកចេញឆ្មាអារក្សបានប្រាប់ឆ្មាអារក្សថាវាចង់រស់នៅដោយសប្បាយរីករាយវាមិនចង់មានភាពតានតឹងនិងត្រូវគេរិះគន់ដោយឆ្មាអារក្សនោះទេបន្ទាប់ពីឆ្មាអារក្សចេញទៅគាត់បានទៅតុរបស់ហានេកាវ៉ាហើយសួរខ្លួនឯងថាតើអារម្មណ៍ដែលគាត់មានចំពោះនាងគឺជាស្នេហាឬអត់វាខ្លាំងដល់ថ្នាក់គាត់គិតថាវាលែងជាស្នេហាទៀតហើយវាជាអារម្មណ៍ដែលនៅឆ្ងាយពេកវាជាអារម្មណ៍មួយដែលគាត់ចង់នៅជាមួយនាងជារៀងរហូតឬសូម្បីតែគាត់អាចស្លាប់ដើម្បីនាងបានតើវាយ៉ាងម៉េចដែរវាដូចជាវីរនារីពិតប្រាកដម្នាក់នៅយប់ជ្រៅនោះនាងបានលុតជង្គង់ចងវណ្ណណាម្នាក់វាគឺជាស៊ីណូបូគាត់ចង់ខ្ចីអំណាចរបស់នាងទោះបីជាស៊ីណូបូគ្មានការចងចាំអ្វីនៅសល់ក៏ដោយការពិតគឺថានាងត្រូវតែស្ថិតក្នុងស្ថានភាពនេះព្រោះវាច្បាស់ណាស់គាត់បានសុំឲ្យនាងខ្ចីអំណាចរបស់គាត់នាងត្រូវតែខ្លាចជាបែបនេះវាជារឿងដ៏អាម៉ាស់បំផុតដូច្នេះគាត់សុកចិត្តឲ្យនាងខ្ចីអំណាចរបស់គាត់ប៉ុន្តែនាងត្រូវវេគាត់ឲ្យខ្លាំងជាមុនសិនពេលស៊ីណូបូវេគាត់ខ្លាំងគាត់ក៏ឲ្យនាងខ្ចីអំណាចរបស់គាត់វាជាដាវដែលកាត់មនុស្សដែលកំពុងដេកក្នុងខ្លួននាងវាជាដាវដែលគាត់ធ្លាប់ឃើញពីមុនមក Kidshot បានប្រាប់គាត់ថាវាជាដាវដែលអាចកាត់មនុស្សគ្រប់ប្រភេទសូម្បីតែអណ្ដាតឆ្មាដែលជាប់នៅក្នុងខ្លួនរបស់ Hanekawa Shinobu បានអនុញ្ញាតឲ្យគាត់ខ្ចីដាវរបស់គាត់ពេលគាត់ឲ្យគេខ្ចីដាវគាត់ក៏បញ្ចប់កិច្ចការរបស់នាងជាចុងក្រោយ Shinobu បានត្រឡប់ទៅកៅអីរបស់គាត់វិញពេលគាត់ទទួលបានដាវដែលគាត់ចង់បានគាត់ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធនឹងអណ្ដាតបន្ទាប់ពីនោះគាត់បានរងចាំ Hanekawa នៅអគារខាងក្រោយមិនដល់កន្លះម៉ោងផងអណ្ដាតរបស់ឆ្មាក៏មករកគាត់ប្រសិនបើវាជាអណ្ដាតរបស់ឆ្មាដែលមានមុខដូច Hanekawa វាមិនដូចអណ្ដាតរបស់ឆ្មាដែលគាត់ធ្លាប់ឃើញពីមុនមកទេគាត់ដឹងថាវាជាអណ្ដាតឆ្មាកន្លះម៉ោងមុននោះគាត់បានផ្ញើសារទៅ Hanekawa គាត់បាននិយាយថារាងកាយរបស់គាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់គាត់ប្រញាប់ប្រញាល់ជួយការលើកទឹកចិត្តនៃការចង់ជួយមនុស្សដែលគាត់ស្រឡាញ់ប្រកបជាមានច្រើនជាងភាពតានតឹងដែលនៅជុំវិញនាងផ្នែកមួយនៃវាក៏ជាការសាកល្បងផងដែរថាតើ Hanekawa ត្រូវបានហុំព័ទ្ធដោយអណ្ដាតឆ្មាឬអត់ប្រសិនបើវាជារាងកាយរបស់នាងដែលមិនត្រូវបានហុំព័ទ្ធទាំងស្រុងទេប្រហែលជានៅតែមានឱកាសដែលគាត់អាចជួយនាងបានដូច្នេះគាត់បានប្រាប់នាងថាគាត់ដឹងរួចហើយអំពីអ្វីដែលនាងកំពុងតានតឹងដូច្នេះគាត់នឹងបញ្ចេញភាពតានតឹងរបស់នាងប្រសិនបើនាងត្រឡប់ទៅរូបកាយដើមរបស់នាងវិញគាត់នឹងកំទេចគូស្នេហ៍នោះរហូតដល់នាងពេញចិត្តមិនថានាងស្លៀកសម្លៀកបំពាក់បែបណាក៏ដោយគាត់នឹងលួចមើលគ្រប់បន្ទាត់ទាំងអស់ប៉ុន្តែពេលគាត់និយាយចប់អណ្ដាតឆ្មាបានវិលមកឡោមព័ទ្ធរាងកាយរបស់ Hanekawa ម្ដងទៀតហើយនិយាយថាប្រសិនបើគាត់អាចសម្លាប់នាងនៅទីនេះបានប្រហែលជាភាពតានតឹងនៃរាងកាយដើមរបស់នាងនឹងចប់បន្ទាប់មកអណ្ដាតរបស់ឆ្មាបានមករកវីរៈបុរសយ៉ាងប្រញាប់ប្រញាល់រាងកាយរបស់ឆ្មានៅតែមុតស្រួចដូច្នេះគាត់បានបោះរាងកាយរបស់វាទៅនឹងជញ្ជាំងទោះបីជាគាត់និយាយថារាងកាយរបស់គាត់ក៏ដោយវាគឺជាផ្នែកខាងលើនៃរាងកាយរបស់គាត់ពីព្រោះផ្នែកខាងក្រោមនៃរាងកាយរបស់គាត់នៅតែឈរនៅលើឥដ្ឋប្រសិនបើគាត់ត្រូវវាម្ដងគាត់នឹងស្លាប់ទោះបីជាគាត់មានអំណាចដូចបិសាចជញ្ជក់ឈាមក៏ដោយគាត់រងរបួសយ៉ាងធ្ងន់ធ្ងរហើយមានឱកាសស្លាប់ប៉ុន្តែមិនមែនគាត់ទេដែលត្រូវវាហើយឈឺចាប់មកខាងអណ្ដាតរបស់ឆ្មាក៏ឈឺចាប់ដែរដែលបណ្ដាលឲ្យមុខរបស់ Hanekawa ត្រឡប់មកវិញមូលហេតុគឺថាវីរៈបុរសបានលេបដាវនោះហើយនៅពេលអណ្ដាតឆ្មាបាននឹងខ្លួនរបស់គាត់ដាវនោះបានកាត់អណ្ដាតរបស់គាត់ហើយវាយគាត់ហើយវាមិនងាយស្រួលទេក្នុងការលេបដាវវិញបែបនេះវាជារឿងដ៏ឈឺចាប់និងឈឺចាប់បំផុតក្នុងជីវិតរបស់គាត់ដូច្នេះកុំបន្ទោសខ្លួនឯងថាអ្នកដឹងអ្វីៗគ្រប់យ៉ាងហើយធ្វើឲ្យមនុស្សជុំវិញខ្លួនស្អប់អ្នកអីគ្រាន់តែនិយាយថាអ្នកមិនដឹងអ្វីៗទាំងអស់គ្រាន់តែដឹងឲ្យច្រើនតាមដែលអ្នកដឹងដូចដែលអ្នកនិយាយរាល់ពេលនៅក្នុងចិត្តរបស់គាត់គាត់គិតថាទោះបីជាគាត់នឹងស្លាប់នៅទីនេះក៏ដោយវាសមនឹងជួយ Hanekawa ប៉ុន្តែស្ថានភាពមិនបានប្រែជាដូចដែលគាត់គិតនោះទេដាវដែលកាត់អណ្ដាតរបស់គាត់មិនអាចបំបែក Hanekawa ចេញពីអណ្ដាតឆ្មាបានទេហើយវាធ្វើឲ្យអណ្ដាតឆ្មាមានអារម្មណ៍ខឹងរហូតដល់វាស្ទើរតែគ្រប់គ្រងរាងកាយរបស់ Hanekawa បានយ៉ាងល្អឥតខ្ចោះឥឡូវនេះគាត់អាចនិយាយទៅកាន់អណ្ដាតឆ្មាដើម្បីកុំឲ្យ Hanekawa ឈឺចាប់ម្ដងទៀតប៉ុន្តែវាហាក់ដូចជាអណ្ដាតឆ្មានឹងមិនស្ដាប់ពាក្យសម្ដីរបស់វាឥឡូវនេះទេរហូតដល់នាទីចុងក្រោយមុនពេលដែល Hanekawa ត្រូវបានច្របាច់ក Shinobu បានបង្ហាញខ្លួនហើយបាននិយាយបណ្ដាសាទៅកាន់វីរៈបុរសគាត់បានព្យាយាមខ្ចីដាវជាទីស្រឡាញ់របស់គាត់ហើយប្រើវាតាមរបៀបគួរឲ្យអស់សំណើចបែបនេះបន្ទាប់មកគាត់បានកាត់ដៃរបស់គាត់ហើយចាក់ឈាមចូលទៅក្នុងមុខរបួសវាបណ្ដាលឲ្យជើង
ងរបស់គាត់ជាប់នឹងដែរហើយគាត់បន្តបណ្ដាសាររបស់គាត់ស៊ីណូបូក៏បានបណ្ដាសារដែរទោះបីជាគាត់បានប្រាប់គាត់ឲ្យរស់នៅក៏ដោយប៉ុន្តែគាត់បានត្រឡប់មកវិញហើយបញ្ចប់ជីវិតរបស់គាត់នៅទីនេះគាត់ជាមនុស្សអាក្រក់ម្នាក់ដែលមិនចង់បានអ្វីទាំងអស់ដូច្នេះគាត់ត្រូវតែធ្វើឲ្យមនុស្សដូចខ្ញុំត្រូវប្រព្រឹត្តចំពោះគាត់បែបនេះគាត់ជាអ្នកបម្រើដែលមានប្រាជ្ញាខ្សោយដូច្នេះអ្នកបម្រើដូចជាអ្នកដែលកំពុងមើលខ្ញុំនិងបង្ហាញអ្នកពីវិធីត្រឹមត្រូវដើម្បីមើលមកខ្ញុំប៉ះខ្ញុំហើយមើលមកខ្ញុំដោយភ្នែកទាំងអស់របស់អ្នកវិធីដោះស្រាយជាមួយមនុស្សដូចជាខ្ញុំស៊ីណូបូបានហៅដាវរបស់គាត់មកវិញហើយលោតចូលទៅក្នុងករបស់ឆ្មាក៏បោះឆ្មាដែលត្រូវបានស៊ីណូបូខាបានបាត់បន្តិចម្ដងហើយទីបំផុតរាងកាយរបស់វាបានក្លាយជាលោកហានេកាវ៉ាប៉ុន្តែវាមិនមែនជាបណ្ដាសាររបស់ឆ្មាទេប៉ុន្តែជាវិធីមួយដើម្បីធ្វើឲ្យឆ្មាងុយគេនៅក្នុងខ្លួនរបស់លោកហានេកាវ៉ានៅព្រឹកបន្ទាប់វាចង់អោនក្បាលទៅលោកស៊ីណូបូប៉ុន្តែវាបានបង្ហាញថាលោកស៊ីណូបូពាក់មួកសុវត្ថិភាពដូច្នេះវាមានការតូចចិត្តហើយមិនចង់ឲ្យវាអោនក្បាលទេលោកជិតដែលកំពុងដេកក្បែរនោះបាននិយាយថាលោកស៊ីណូបូច្បាស់ជាតូចចិត្តហើយបានសុំឲ្យលោកហានេកាវ៉ាមើលថែលោកហានេកាវ៉ាព្រោះប្រសិនបើថ្ងៃណាមួយគាត់មានភាពតានតឹងហើយនិយាយជាមួយឆ្មានៅក្នុងខ្លួនរបស់គាត់នឹងភ្ញាក់ឡើងដូច្នេះបើអាចធ្វើបានកុំធ្វើឲ្យលោកហានេកាវ៉ាតានតឹងហើយមើលថែគាត់ប៉ុន្តែគាត់មិនអាចសន្យាថាប្រសិនបើលោកហានេកាវ៉ាត្រូវស្នាក់នៅជាមួយគ្រួសារនោះគាត់ខ្លាចថាថ្ងៃណាមួយលោកហានេកាវ៉ានឹងតានតឹងម្ដងទៀតដូច្នេះលោកជើតបានស្នើថាប្រសិនបើគ្រួសារនោះធ្វើឲ្យលោកហានេកាវ៉ាតានតឹងហេតុអ្វីបានជាលោកហានេកាវ៉ាមិនរៀបការជាមួយនារីនៅមុខបន្ទប់របស់គាត់ដើម្បីពួកគេអាចខ្លាចជាគ្រួសារតែមួយលោកជើតជឿជាក់ថាប្រសិនបើដូច្នោះមែនឆ្មាមិនអាចភ្ញាក់ជាលើកទី2បានទេដូច្នេះលោកជើតបានសួរគាត់ដោយផ្ទាល់ថាតើគាត់លងស្នេហ៍នឹងនារីនៅមុខបន្ទប់របស់គាត់ដែរឬទេប៉ុន្តែគាត់បាននិយាយពាក្យមួយដែលធ្វើឲ្យខ្ញុំចង់ទះមុខគាត់ដោយនិយាយថាអារម្មណ៍របស់គាត់ចំពោះលោកហានេកាវ៉ាមិនមែនជាស្នេហាទេប៉ុន្តែជាភាពអៀនខ្មាស់ដូច្នេះគាត់បាននិយាយថាទោះបីជាគាត់លងស្នេហ៍នឹងលោកហានេកាវ៉ាក៏ដោយប៉ុន្តែលោកហានេកាវ៉ានឹងមិនដែលលងស្នេហ៍ជាមួយគាត់មិនថាមានរឿងអ្វីក៏ដោយគាត់ត្រៀមខ្លួនជួយនាងហើយហេតុអ្វីគាត់មិនសុំជំនួយទុកឲ្យខ្លួនឯងតានតឹងដូច្នេះលោកជើតគិតថាគាត់ឈួតប្រហែលជាស្ត្រីនៅមុខបន្ទប់របស់គាត់បានសុំជំនួយទោះបីជាគាត់មិនបាននិយាយថាគាត់នឹងជួយនាងក៏ដោយប៉ុន្តែគាត់មិនចង់បានជំនួយវាដូចជាការសារភាពស្នេហារបស់អ្នកពេលខ្លះវាមិនចាំបាច់សារភាពអ្វីដែលអ្នកមិនអាចប្រាប់នរណាម្នាក់បានទេបន្ទាប់ពីនិយាយជាមួយលោកជើតគាត់បាននិយាយអ្វីមួយដោយពាក្យថាស្រឡាញ់គាត់មិនដែលនិយាយទៅកាន់លោកហានេកាហើយថ្ងៃណាមួយគាត់នឹងចូលចិត្តនរណាម្នាក់ដែលមិនមែនជាលោកហានេកាវ៉ាថ្ងៃណាមួយគាត់នឹងលងស្នេហ៍ជាមួយនរណាម្នាក់ដែលមិនមែនជាលោកហានេកាវ៉ានោះហើយជារឿងរបស់ Neko Murakami ឬរឿងរបស់ Cat Monster ក្នុងផ្នែកចុងក្រោយដែលខ្ញុំបានបែកគ្នាព្រោះនៅក្នុងផ្នែកដែលមានហានិភ័យខ្ញុំបានបាត់បង់សម្លេងរបស់ខ្ញុំទើបតែដឹងថាខ្ញុំឈឺអ្នកអាចឮពីសម្លេងរបស់ខ្ញុំវីដេអូនេះខ្លីបន្តិចព្រោះផ្នែកនេះមានត្រឹមតែ4ភាគប៉ុណ្ណោះផ្នែកបន្ទាប់គឺនិយាយអំពី Neko Murakami ដែលជាផ្នែកដែល Cat Monster បានជួយក្មេងស្រីៗមាន15ភាគខ្ញុំមិនប្រកាសថាខ្ញុំអាចបញ្ចប់វានៅថ្ងៃអាទិត្យបានទេព្រោះខ្ញុំមិនទាន់បានថតសម្លេងរបស់ខ្ញុំទេខ្ញុំនៅឈឺទេបើខ្ញុំអាចមើលចប់ខ្ញុំនឹងបង្ហាញអ្នកតែបើខ្ញុំមិនអាចមើលចប់ទេអ្នកនឹងដឹងថាខ្ញុំឈឺមានតែប៉ុណ្្នឹងសម្រាប់វីដេអូនេះអាកាសធាតុកំពុងប្រែប្រួលសូមថែរក្សាខ្លួន